ជំរាបសួរឬក៏សួស្តីដល់បងប្អូនទាំងអស់គ្នាបាទគឺថ្ងៃនេះនាំបងប្អូនទៅមើលគេស្ទូចពពួកត្រីសាម៉ិនឬក៏ពពួក King Salmon បាទឬក៏ទៅដងត្រីសាម៉ិនបាទខ្ញុំនឹងមានវីដេអូច្រើនពីការដងត្រីក៏ដោយស្ទូចត្រីក៏ដោយនៅខាង Alaska នេះបាទប៉ុន្តែសូមឲ្យបងប្អូនកុំភ្លេចជួយ Subscribe Channel YouTube ខ្ញុំមួយផងបាទខ្ញុំមានវីដេអូជាច្រើនសម្រាប់ឲ្យបងប្អូនមើលនិងប្លែកៗនៅខាង Alaska នេះបាទហើយមុនដែលយើងទៅដល់ទៀតបងប្អូនបាទឃើញហើយទេសភាពតាមផ្លូវគឺពួកខ្ញុំត្រូវបើកឡានទៅជួនកាលត្រូវដេកមួយយប់អីចឹងបាទប៉ុន្តែមុនដែលពួកខ្ញុំទៅហ្នឹងគឺត្រូវមានរបស់របរហូបចុកបាទម្ហូបអាហារបាទមានតង់សម្រាប់បោះតង់ដេកត្រូវដេកគឺដេកត្រូវមកវិញគឺមកវិញបងប្អូនហើយដូចឡាននៅខាងមុខខ្ញុំនេះបាទគឺគេរៀបចំទៅដងត្រីដែរបាទបងប្អូនឃើញហើយឡានមុខចំហើយបាទនេះហើយនៅខាងនៅ Alaska ហើយមុនដែលយើងទៅហ្នឹងគឺត្រូវបើកឡានរហូតដល់2ម៉ោងហើយនោះបងប្អូន3ម៉ោងហើយនោះតាមតំបន់ខ្លះបាទអញ្ចឹងបងប្អូនចាំទៅមើលបន្តបាទពួកខ្ញុំនឹងទៅដល់គឺខ្ញុំនឹងរៀបចំ set up តង់ឬមួយក៏កន្លែងគេងឬក៏យើងត្រូវរៀបចំអីផ្សេងបាទហើយនេះដែរបងប្អូនមើលហើយទេសភាពតាមផ្លូវគឺស្រស់ស្អាតខ្លាំងមែនតើបាទហើយសិតតែជាទេសភាពនៅខាង Alaska ជាដើមបាទបងប្អូនបាទហើយឡាននេះបងប្អូនឃើញនេះបាទដឹកអីវ៉ាន់ទៅដងត្រីបាទហើយឥឡូវនេះដែរគឺពួកខ្ញុំមកដល់កន្លែងដងត្រីសាម៉ិនបាទពពួកសាម៉ិនហើយនៅនេះដែរគឺគេហៅថា Kidney River បងប្អូនបាទប៉ុន្តែមុនដងគឺពួកខ្ញុំហ្នឹងត្រូវ set up តង់ដើម្បីគេងបកាត់ភ្លើងអាំងសាច់ឲ្យហូបតាមមាត់សមុទ្រចឹងទៅបាទហើយមិនមែនមកមានតែយើងទេបងប្អូនមានទាំងគេមានទាំងអីគេមកទាំងឡានដូចគ្នាបាទកូនក្មេងអ្នកមានក្មេងតូចអីក៏មកអាចដងបានដែរបងប្អូនបាទអញ្ចឹងមកមើលទៀតហើយនេះដែរបងប្អូនគឺជារបៀបនៃការដងត្រីសាម៉ិននៅខាង Alaska បាទមុនដែលយើងចោះដងត្រីគឺយើងទី1យើងត្រូវមានថ្នងបាទថ្នងដែលខ្ញុំកាន់នៅក្នុងដៃហ្នឹងគឺសម្រាប់ដងត្រីសាម៉ិនហើយចំណុចសំខាន់មួយទៀតគឺយើងត្រូវមានកៅអៅចុះទឹកកុំឲ្យយើងសើមបាទបងប្អូនហើយនៅពេលដែលយើងមានហើយយើងរៀបចំ set up ហើយបាទគឺយើងរុញអាថ្នងនឹងចូលទៅទឹកម្ដងតិចដូចខ្ញុំកំពុងតែរុញហ្នឹងបងប្អូនឃើញហើយបាទហើយជួនកាលយើងរុញទៅមួយផ្លេតអញ្ចឹងត្រីចូលជួនកាលយើងទាញបានត្រីចូលម្ដង2ម្ដង3ក៏មានដែរបងប្អូនដោយសារនៅខាងរដ្ឋ Alaska នេះគឺសម្បូរត្រីសាម៉ិនហ្នឹងច្រើនមែនតើហើយនេះដែរគឺខ្ញុំប្រាប់ពីរបៀបនៃការដងត្រីសាម៉ិននៅខាង Alaska បងប្អូនហើយសាម៉ិនហ្នឹងគឺវាមានច្រើនប្រភេទមែនតើបាទប៉ុន្តែត្រីនៅ Alaska នេះប្រភេទណាក៏ឆ្ងាញ់ដែរហើយល្បីជាងគេបងប្អូនបាទហើយអ្នកដែលនៅក្នុងទឹកគឺសិតតែកំពុងតែឈរដងត្រីឬក៏ដុះត្រីសាម៉ិនបាទបងប្អូនទៅមើលទាំងអស់គ្នាទៀតតើបានអត់ហើយនេះដែរបងប្អូនគឺខ្ញុំកំពុងតែឈរកាន់ថ្នងបាទសម្រាប់យើងបញ្ឈរទៅពេលដែលត្រីនេះច្រើនតែរត់ចូលហើយពេលដែលរត់ចូលគឺនឹងបុកថ្នងយើងទៅយើងផ្កាប់ទៅនិយាយរួមពេលដែលត្រីរត់ចូលគឺយើងដឹងតែម្ដងហើយយើងផ្កាប់យើងទាញវាមកបាទហើយឥឡូវបងប្អូនមើលអ្នកដែលនៅក្បែរខ្ញុំក៏គេកំពុងតែដងដែរហើយដងមិនមែនបានតែសាម៉ិនទេបាទនេះគេហៅ Plunder បាទឬក៏ត្រីដាច់ឆ្កែបាទហើយមានគេជាច្រើនទៀតដែលកំពុងតែដងបាទបងប្អូនប៉ុន្តែមានថ្ងៃខ្លះគឺច្រើនតតែមែនតែថ្ងៃខ្លះក៏រៀងតិចអញ្ចឹងទៅបាទហើយខ្ញុំគ្រាន់តែសូមឲ្យបងប្អូនជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងគឺខ្ញុំនឹងធ្វើវីដេអូល្អៗពីការរស់នៅត្រីដងត្រីស្ទូចត្រី King Crab King Salmon ឬប្រភេទត្រីហាឡឹបិតធំនៅ Alaska ឲ្យបងមើលបន្តទៀតបងប្អូនមើលបន្តទៀតបាទអរគុណបងប្អូនសម្រាប់ការ Subscribe របស់បងប្អូនបាទហើយបងប្អូនឃើញហើយជួនកាលយើងបញ្ឈរថ្នងអញ្ចឹងគឺតា3 4 5នាទីគឺត្រីរត់ចូលហើយយើងដងបានហើយបងប្អូនបាទចង់រួចទេនេះចង់រួចទេរត់តែមាត់តិចទេអូនេះធំនេះធំមែនតើមិនធំអាហ្នឹងនេះកុំដល់នេះបងយើងនេះមកចឹងកុំឲ្យដាច់ស្មាញ់ហ្នឹងដាក់ក្បាលវាយ៉ាចាប់បានចាំមកមួយទៀតមកចាប់Wow!
អំភុយ បងប្អូននេះជារបៀបដងត្រីសាម៉ិនបាទនៅខាងអាឡាស្កាខ្លះៗឲ្យបងប្អូនមើលហើយបងប្អូនកុំភ្លេចបាទចាំមើលនៅវីដេអូក្រោយៗទៀតបាទគឺខ្ញុំនឹងធ្វើជូនបងប្អូនឲ្យមើលឲ្យច្រើនបាទពីរបៀបរបបនៃការដងត្រីស្ទូចត្រី King Salmon អីនៅខាងអាឡាស្កាបាទហើយត្រីដែលខ្ញុំដងតើបានប៉ុណ្ណឹងបាទបងប្អូនសូមមើលវីដេអូក្រោយៗបាទអរគុណច្រើនបងប្អូន